សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃទី17ខែ5ឆ្នាំ2025នេះមួយរយៈដែលត្រាំដើរលេងជុំវិញពិភពលោកដែលប្រទេសមួយចំនួនដែលត្រាំបានចូលទៅនោះជាពិសេសគឺខាងសាអូឌីអារ៉ាប់ឬក៏អារ៉ាប់រួមអីហ្នឹងគឺត្រាំបានទទួលអ្នកវិនិយោគចូលទៅក្នុងសហរដ្ឋអាមេរិកគឺច្រើនមែនទែនច្រើនលុះលុកគឺជាមហាសេដ្ឋីសុទ្ធខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែសេដ្ឋកិច្ចធ្លាក់ខ្លាំងមែនទែនឥឡូវនេះគឺខាងអារ៉ាប់ទាំងពីរបូករួមទាំងមហាសេដ្ឋីនៅអារ៉ាប់គឺចូលទៅវិនិយោគនៅក្នុងសហរដ្ឋអាមេរិកគឺចំនួនច្រើន trillion មិនមែន billion មិនមែន million គឺ trillion ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយកត្តាទាំងនេះគឺធ្វើឲ្យអាមេរិកកាន់តែមានអំណាចកាន់តែខ្លាំងព្រោះអីប្រទេសមួយចំនួនដែលខ្លាំងទៅលើសភាវុធអាស្រ័យទៅលើទឹកលុយសំខាន់គឺចំណូលមានច្រើនធនធានមានច្រើនអញ្ចឹងអាមេរិកអាចធ្វើអ្វីផ្សេងបន្តទៅទៀតអញ្ចឹងរឿងទាំងអស់អត់តាន់ចប់ទេអាមេរិកនិងចិននឹងបន្តបញ្ហាជាមួយគ្នាមួយចំណុចទៀតគឺពាក់ព័ន្ធនៅខាងអ៊ីស្រាអែលកាហ្សាហើយសេរីនឹងឯងអាមេរិកចង់វាយសេរីឲ្យទៅខាងអ៊ីស្រាអែលឲ្យអ៊ីស្រាអែលគ្រប់គ្រងចិនគឺមិនចង់ឲ្យអាមេរិកឬក៏អ៊ីស្រាអែលប៉ះពាល់ជាមួយនឹងសេរីតទៅទៀតទេចង់ឲ្យបញ្ចប់អញ្ចឹងរឿងនេះគឺអត់ចប់ទេកាយវិភាគរបស់ខ្ញុំគឺខ្ញុំគិតថាគឺមិនអាចចប់ទេអ៊ីស្រាអែលគឺនៅតែវាយអាមេរិកនៅតែរុញគូតអ៊ីស្រាអែលអញ្ចឹងមិនយូរទេចិននឹងប្រលះហើយអញ្ចឹងមហាអំណាចធំនឹងចេញថ្មងហើយបងប្អូនណាអញ្ចឹងយើងត្រូវរងចាំទស្សនាដោយយកចិត្តទុកដាក់ថាតើពេលនេះមហាអំណាចសង្គ្រាមនឹងคล้ายទៅជាប្រទេសមួយណានឹងជារបស់ប្រទេសមួយណាបើពាក់ព័ន្ធមួយមហាអំណាចសេដ្ឋកិច្ចគឺឃើញថាចិនឈ្នះអាមេរិក 100% ហើយក៏ប៉ុន្តែឥឡូវនេះនឹងដល់មហាអំណាចសង្គ្រាមនឹងអាចកើតឡើងក្នុងពេលឆាប់ខាងមុខនេះប្រសិនបើអ៊ីស្រាអែលនៅតែបន្តវាយសេរីអញ្ចឹងចិននិងអាមេរិកនឹងអាចជួបគ្នាចិននិងអ៊ីស្រាអែលគឺអាចនឹងជួបគ្នាក្នុងពេលឆាប់ខាងមុខអរគុណច្រើន